រឿងស្រមោលស្នេហ៍ក្រោមប្រាសាទអង្គរសំឡេងខ្យល់នៅប្រាសាទចាស់នៅពេលថ្ងៃលិចចុងក្រោយនៃរដូវវស្សានារីវ័យក្មេងម្នាក់ឈ្មោះអារីយ៉ាបានធ្វើដំណើរទៅកាន់ប្រាសាទអង្គរវត្តដើម្បីថតរូបសម្រាប់ការងាររបស់នាងជាមនុស្សដែលរស់នៅក្នុងទីក្រុងពោពេញដោយសម្ពាធការងារនិងភាពឯកោទោះមានមនុស្សជុំវិញជាច្រើនក៏នាងនៅតែមានអារម្មណ៍ថាបេះដូងខ្លួនទទេនៅពេលនាងដើរជួលទៅក្នុងច្រកប្រាសាទចាស់ខ្យល់ត្រជាក់មួយបានបក់កាត់ជាមួយសំឡេងចម្លែកដូចជាមនុស្សកំពុងខ្សឹបហៅឈ្មោះនាងពីអតីតកាលអារីយ៉ាមានអារម្មណ៍ថាខ្លួនកំពុងត្រូវអ្វីមួយទាញចូលទៅក្នុងពិភពដែលមិនមែនជារបស់នាងភាពភ័យខ្លាចនិងការចង់ដឹងចង់ឃើញបានចាប់ផ្ដើមក្នុងពេលតែមួយនាឡិកាដែលឈប់ដំណើរការនៅពេលអារីយ៉ាជួលទៅជិតសសរថ្មមួយនាឡិកាដៃរបស់នាងស្រាប់តែឈប់ដំណើរការសំឡេងសត្វបក្សីជុំវិញស្ងាត់ភ្លាមការឆ្លងពេលវេលាអារីយ៉ាបានប៉ះលើជញ្ជាំងថ្មដែលមានអក្សរបុរាណហើយភ្លាមនោះពន្លឺខ្លាំងមួយបានផ្ទុះឡើងជុំវិញខ្លួននាងសំឡេងខ្យល់បានคล้ายជាសំឡេងសង្គ្រាមនិងសូរស័ព្ទមនុស្សជាច្រើននៅពេលនាងបើកភ្នែកឡើងវិញអ្វីនៅជុំវិញបានផ្លាស់ប្ដូរទាំងស្រុងប្រាសាទដែលធ្លាប់ចាស់បាក់បែកបានคล้ายជាប្រាសាទថ្មីស្រស់ស្អាតពោពេញដោយមនុស្សសម័យអង្គរអារីយ៉ាដឹងភ្លាមថានាងលែងស្ថិតនៅក្នុងពេលវេលារបស់ខ្លួនទៀតហើយភាពភ័យខ្លាចបានលាយឡំជាមួយការភ្ញាក់ផ្អើលដែលមិនធ្លាប់មានយុទ្ធជនអង្គរនៅពេលអារីយ៉ាកំពុងភ័យខ្លាចនាងត្រូវបានក្រុមទាហានចាប់សង្ស័យថាជាចារកម្មមុនពេលពួកគេចាប់នាងទៅបុរសម្នាក់ជិះសេះមកដល់គាត់មានឈ្មោះវីរៈជាយុទ្ធជនការពារព្រះរាជវាំងទឹកមុខគាត់តឹងរឹងប៉ុន្តែភ្នែកពោពេញដោយភាពស្ងប់ស្ងាត់វីរៈបានជួយការពារអារីយ៉ាពីការចាប់ខ្លួនហើយនាំនាងទៅកន្លែងសុវត្ថិភាពទោះគាត់មិនទុកចិត្តនាងក៏មានអារម្មណ៍មួយដែលធ្វើឲ្យគាត់មិនអាចបោះបង់នាងបានអារីយ៉ាក៏មានអារម្មណ៍ថាបុរសម្នាក់នេះដូចជាជោគវាសនាដែលនាងមិនអាចគេចផុតភាពខុសគ្នានៃពីរពិភពអារីយ៉ាត្រូវរៀនរស់នៅក្នុងសម័យដែលនាងមិនស្គាល់នាងមិនយល់អំពីទំនៀមទម្លាប់ការស្លៀកពាក់និងរបៀបនិយាយរបស់មនុស្សនៅទីនោះមនុស្សជាច្រើនមើលនាងដូចជាមនុស្សចម្លែកវីរៈព្យាយាមបង្រៀននាងពីជីវិតនៅអង្គរប៉ុន្តែការខុសគ្នានៃពិភពទាំងពីរធ្វើឲ្យពួកគេចាប់ផ្ដើមមានជម្លោះតូចទោះជាយ៉ាងណានៅក្រោមការឈ្លោះប្រកែកមានអារម្មណ៍យល់ចិត្តដែលកំពុងលូតលាស់យឺតអារីយ៉ាចាប់ផ្ដើមមើលឃើញថាមនុស្សសម័យបុរាណក៏មានការឈឺចាប់និងសុបិនដូចមនុស្សសម័យថ្មីដែរព្រះច័ន្ទលើស្រះទឹករាត្រីមួយវីរៈនាំអារីយ៉ាទៅស្រះទឹកក្រោយប្រាសាទពន្លឺព្រះច័ន្ទបានឆ្លុះលើផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់វីរៈបានប្រាប់អំពីកុមារភាពរបស់គាត់អំពីការបាត់បង់គ្រួសារក្នុងសង្គ្រាមនិងការសន្យាថានឹងការពារអង្គរដោយជីវិតអារីយ៉ាស្ដាប់ដោយស្ងៀមស្ងាត់ហើយចាប់ផ្ដើមយល់ពីទម្ងន់ក្នុងបេះដូងរបស់គាត់នាងក៏ប្រាប់អំពីជីវិតឯកោរបស់ខ្លួននៅអនាគតជាលើកដំបូងសត្រូវនៅក្នុងព្រះរាជវាំងមានមនុស្សមួយចំនួនចាប់ផ្ដើមសង្ស័យអារីយ៉ាពួកគេជឿថានាងនាំអាក្រក់មកអង្គរអ្នកមន្ត្រីម្នាក់ឈ្មោះសុធាចាប់ផ្ដើមស៊ើបអង្កេតនាងដោយសម្ងាត់វីរៈត្រូវស្ថិតនៅចន្លោះរវាងកាតព្វកិច្ចនិងការការពារអារីយ៉ាគាត់ដឹងថាបើនាងត្រូវគេចាប់បាននាងអាចត្រូវសម្លាប់អារីយ៉ាចាប់ផ្ដើមយល់ថាស្នេហានៅក្នុងពិភពនេះមិនមែនមានតែភាពស្រស់ស្អាតទេប៉ុន្តែពោពេញដោយគ្រោះថ្នាក់ផ្កាចម្ប៉ាក្នុងដៃវីរៈបានយកផ្កាចម្ប៉ាមួយទងឲ្យអារីយ៉ាគាត់ប្រាប់ថាផ្កានេះតំណាងឲ្យការរង់ចាំ
និងសេចក្តីស្មោះត្រង់អារិយាមើលផ្កានោះដោយអារម្មណ៍ច្របូកច្របល់នាងដឹងថាខ្លួនមិនអាចស្នាក់នៅទីនេះជារៀងរហូតប៉ុន្តែបេះដូងនាងក៏កំពុងធ្លាក់ក្នុងស្នេហ៍យ៉ាងជ្រៅក្រោមពន្លឺថ្ងៃលិចអារម្មណ៍ដែលពួកគេលាក់បាំងបានចាប់ផ្ដើមបង្ហាញយ៉ាងស្ងៀមស្ងាត់សុបិនអំពីអនាគតអារិយាចាប់ផ្ដើមមានសុបិនចម្លែកអំពីអនាគតដែលប្រាសាទអង្គរបាក់បែកនិងមនុស្សដែលនាងស្គាល់បានបាត់ខ្លួននាងភ្ញាក់ពីដំណេកដោយទឹកភ្នែកព្រោះដឹងថាពេលវេលានេះមិនអាចស្ថិតស្ថេរបានវីរៈព្យាយាមលួងលោមនាងប៉ុន្តែគាត់មិនយល់ពីការឈឺចាប់នៃការដឹងអនាគតអារិយាចាប់ផ្ដើមខ្លាចថាការស្នេហានេះនឹងបញ្ចប់ដោយការបាត់បង់ការសន្យាក្រោមភ្លៀងក្នុងយប់ភ្លៀងធ្លាក់ខ្លាំងវីរៈបានសន្យាថានឹងការពារអារិយាមិនថាមានអ្វីកើតឡើងពេលនោះអារិយាមើលគាត់ដោយភ្នែកពោពេញដោយទឹកភ្នែកព្រោះនាងដឹងថាគាត់មិនអាចការពារនាងពីពេលវេលាបានទេទោះជាយ៉ាងណាសម្រាប់ពេលខ្លីមួយនាងចង់ជឿថាស្នេហាអាចយកឈ្នះវាសនាបានភ្លៀងបានធ្លាក់លើថ្មប្រាសាទដូចជាកំពុងលាងអារម្មណ៍ឈឺចាប់ទាំងអស់សំឡេងសង្គ្រាមជិតមកដល់ព័ត៌មានអំពីសង្គ្រាមជិតមកដល់បានរៀលដាលពេញអង្គរទីហ៊ានត្រូវបានកោះហៅកងទ័ពកំពុងត្រៀមចេញដំណើរវីរៈត្រូវបំពេញកាតព្វកិច្ចរបស់គាត់ទោះបេះដូងមិនចង់ចាកចេញពីអារិយាក៏ដោយអារិយាចាប់ផ្ដើមយល់ថាស្នេហាជាមួយមនុស្សដែលជាយុទ្ធជនមានន័យថាត្រូវរស់ជាមួយការភ័យខ្លាចរាល់ថ្ងៃលិខិតមិនទាន់បានអានមុនចេញទៅសង្គ្រាមវីរៈបានសរសេរលិខិតមួយសម្រាប់អារិយាប៉ុន្តែមិនទាន់ឲ្យនាងអានទេក្នុងលិខិតនោះគាត់សរសេរអំពីក្តីស្រឡាញ់និងការភ័យខ្លាចបាត់បង់នាងគាត់មិនធ្លាប់និយាយពាក្យទាំងនេះចេញពីមាត់ព្រោះគាត់ជាមនុស្សដែលលាក់អារម្មណ៍ជានិច្ចលិខិតនោះคล้ายជាអារម្មណ៍ពិតដែលគាត់មិនអាចនិយាយបានផ្លូវដែលគ្មានអ្នកណាដឹងអារិយាបានរកឃើញផ្លូវសម្ងាត់ក្រោមប្រាសាទដែលមានអក្សរបុរាណសរសេរអំពីអ្នកដំណើរឆ្លងពេលវេលានាងចាប់ផ្ដើមយល់ថាអាចមានមនុស្សដូចនាងធ្លាប់មកទីនេះពីមុនតែអ្វីដែលធ្វើឲ្យនាងភ័យគឺអក្សរនោះបានសរសេរថាអ្នកដែលស្នេហាមនុស្សពីអតីតកាលនឹងមិនអាចត្រឡប់ទៅដូចដើមវិញបានទេការរងចាំក្នុងភាពឯកោបន្ទាប់ពីវីរៈចាក់ចេញទៅសង្គ្រាមអារិយាត្រូវរស់នៅក្នុងភាពឯកោរាល់ថ្ងៃនាងទៅអង្គុយនៅស្រះទឹកដែលពួកគេធ្លាប់និយាយគ្នានាងចាប់ផ្ដើមយល់ពីការឈឺចាប់នៃការរងចាំមនុស្សដែលមិនដឹងថានឹងត្រឡប់មកវិញឬអត់ភាពស្ងាត់ស្ងាត់នៅអង្គរធ្វើឲ្យបេះដូងនាងកាន់តែឈឺសង្គ្រាមលើវាលធំវីរៈដឹកនាំកងទ័ពអង្គរចេញទៅវាលប្រយុទ្ធដ៏ធំដែលពោពេញដោយផ្សែងភ្លើងនិងសំឡេងសម្រែកសង្គ្រាមមិនមែនជារឿងនៃភាពក្លាហានតែប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់សុបិននិងមនុស្សដែលខ្លួនស្រឡាញ់វីរៈប្រយុទ្ធដោយកម្លាំងចិត្តព្រោះរាល់ពេលដែលគាត់ស្ទើរបាត់បង់ជីវិតគាត់តែងនឹកឃើញមុខអារិយានៅចន្លោះសំឡេងដាវប៉ះគ្នាគាត់ចាប់ផ្ដើមយល់ថាមនុស្សម្នាក់អាចរស់ដើម្បីប្រទេសជាតិប៉ុន្តែអាចប្រយុទ្ធដើម្បីស្នេហាបានដែរខណៈមេឃពោពេញដោយផ្សែងខ្មៅវីរៈមើលទៅចម្ងាយហើយសង្ឃឹមថានឹងអាចត្រឡប់ទៅជួបអារិយាម្ដងទៀតប៉ុន្តែក្នុងជម្រៅចិត្តគាត់ក៏ដឹងថាសង្គ្រាមមិនធ្លាប់អាណិតអ្នកណាទេ
របស់ម្ដាយចាស់ក្រោយសង្គ្រាមមួយយប់អារ្យាបានដើរឆ្លងកាត់ភូមិតូចមួយដែលពោពេញដោយភាពស្ងប់ស្ងាត់ដ៏ឈឺចាប់នាងបានជួបម្ដាយចាស់ម្នាក់ដែលកំពុងអង្គុយកាន់ខោអាវកូនប្រុសដែលបានស្លាប់ក្នុងសង្គ្រាមស្ត្រីចាស់នោះមិនយំខ្លាំងទេប៉ុន្តែភ្នែករបស់គាត់ពោពេញដោយការឈឺចាប់ដែលមិនអាចពណ៌នាគាត់ប្រាប់អារ្យាថាសង្គ្រាមមិនដែលឈ្នះទេព្រោះចុងក្រោយមនុស្សគ្រប់គ្នាសុទ្ធតែបាត់បង់អ្វីមួយពាក្យទាំងនោះធ្វើឲ្យអារ្យាស្ងប់ស្ងាត់និងចាប់ផ្ដើមខ្លាចថាថ្ងៃណាមួយនាងក៏អាចបាត់បង់វីរៈដូចគ្នានាងអង្គុយក្បែរស្ត្រីចាស់ហើយយល់ថាការឈឺចាប់របស់មនុស្សមិនថាសម័យណាក៏ដូចគ្នាទឹកភ្នែករបស់ម្ដាយចាស់បានคล้ายជាការព្រមានមួយអំពីចុងបញ្ចប់ដែលកំពុងខិតជិតមកដល់សេចក្តីស្រឡាញ់ដែលមិនអាចលាក់បានក្រោយពេលវីរៈត្រឡប់ពីសង្គ្រាមដោយរបួសធ្ងន់អារ្យាបាននៅថែគាត់ទាំងយប់ទាំងថ្ងៃនាងលាងឈាមពីរបួសគាត់ដោយដៃញ័រខណៈបេះដូងកាន់តែភ័យខ្លាចការបាត់បង់វីរៈដែលធ្លាប់រឹងមាំនិងលាក់អារម្មណ៍បានចាប់ដៃនាងយឺតហើយសួរថាបើថ្ងៃណាខ្ញុំបាត់ទៅអ្នកនឹងចងចាំខ្ញុំទេពាក្យសាមញ្ញមួយនោះធ្វើឲ្យអារ្យាទប់ទឹកភ្នែកមិនបានពួកគេទាំងពីរចាប់ផ្ដើមយល់ថាស្នេហាដែលពួកគេព្យាយាមលាក់កំពុងคล้ายជាផ្នែកមួយនៃជីវិតដែលមិនអាចបំបែកបានការចោទប្រកាន់ពីព្រះរាជវាំងសូធានិងអ្នកមន្ត្រីក្នុងព្រះរាជវាំងបានប្រកាសថាអារ្យាជាមនុស្សអាក្រក់ដែលនាំគ្រោះមកអង្គរប្រជាជនចាប់ផ្ដើមភ័យខ្លាចនាងព្រោះចាប់តាំងពីនាងមកសង្គ្រាមនិងគ្រោះមហន្តរាយកាន់តែច្រើនវីរៈត្រូវបញ្ជាឲ្យចាប់ខ្លួននាងប៉ុន្តែគាត់មិនអាចធ្វើបានគាត់ឈរនៅចន្លោះកាតព្វកិច្ចនិងបេះដូងរបស់ខ្លួនអារ្យាមើលមនុស្សជុំវិញដោយអារម្មណ៍ឯកោព្រោះទីនេះមិនមែនជាពិភពរបស់នាងតែបេះដូងនាងក៏មិនអាចចាកចេញបានដែរការចោទប្រកាន់ពីព្រះរាជវាំងសូធានិងអ្នកមន្ត្រីក្នុងព្រះរាជវាំងបានប្រកាសថាអារ្យាជាមនុស្សអាក្រក់ដែលនាំគ្រោះមកអង្គរប្រជាជនចាប់ផ្ដើមភ័យខ្លាចនាងព្រោះចាប់តាំងពីនាងមកសង្គ្រាមនិងគ្រោះមហន្តរាយកាន់តែច្រើនវីរៈត្រូវបញ្ជាឲ្យចាប់ខ្លួននាងប៉ុន្តែគាត់មិនអាចធ្វើបានគាត់ឈរនៅចន្លោះកាតព្វកិច្ចនិងបេះដូងរបស់ខ្លួនអារ្យាមើលមនុស្សជុំវិញដោយអារម្មណ៍ឯកោព្រោះទីនេះមិនមែនជាពិភពរបស់នាងតែបេះដូងនាងក៏មិនអាចចាកចេញបានដែរវីរៈបានសម្រេចចិត្តនាំអារ្យារត់គេចចេញពីព្រះរាជវាំងពួកគេជិះសេះកាត់ព្រៃក្នុងរាត្រីដ៏ស្ងប់ស្ងាត់ខ្យល់ត្រជាក់បក់កាត់មុខប៉ុន្តែបេះដូងពួកគេក្តៅដោយការភ័យខ្លាចអារ្យាអោបវីរៈពីក្រោយយ៉ាងតឹងដូចជាខ្លាចថាគាត់នឹងបាត់ទៅគ្រប់ពេលរាត្រីនោះជាពេលដែលពួកគេមានសេរីភាពបំផុតប៉ុន្តែក៏ជាពេលដែលដឹងថាសេចក្តីសុខនេះមិនអាចស្ថិតនៅបានយូរសារភាពស្នេហ៍ក្រោមដើមឈើចាស់ក្រោមដើមឈើធំមួយនៅកណ្ដាលព្រៃវីរៈបានសារភាពថាគាត់មិនដែលស្រឡាញ់អ្នកណាដូចអារ្យាទេគាត់និយាយថាទោះនាងមកពីពិភពណាក៏នាងជាមនុស្សដែលធ្វើឲ្យគាត់ចង់រស់អារ្យាយំ
ដោយសារតែនាងដឹងថាស្នេហាដ៏ស្រស់ស្អាតនេះកំពុងដើរទៅរកការបែកគ្នាពួកគេអោបគ្នាក្រោមពន្លឺព្រះច័ន្ទដូចជាចង់ឲ្យពេលវេលាឈប់នៅត្រឹមនោះ